ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនបងប្អូនទាំងអស់គ្នាដើម្បីធ្វើការភ្ជាប់នាឡិកាដៃ Mi Pro Kit ទៅជាមួយទូរស័ព្ទដៃរបស់យើងជាដំបូងយើងចុចទៅលើ Play Store ហើយយើងវាយពាក្យថា Mi Pro Kit នេះ Mi Pro Kit ខាងលើនេះធ្វើការ download វាទៅខ្ញុំ download ហើយខ្ញុំគ្រាន់តែចុចទៅលើពាក្យថា Open មកយើងចុចពាក្យថា Agree កន្លែងនេះយើងជ្រើសរើសយកប្រទេសរបស់យើងគឺយក Cambodia មកយើងចុចសញ្ញាទីលេខ1យើងចុចកន្លែង Google account ចុចពាក្យ agree កន្លែងនេះវាឲ្យ send code អញ្ចឹងវា account ទីមកយើងរើសមិញហ្នឹងយើងអាច send code ទៅ account ហ្នឹងអូខេកន្លែងនេះខ្ញុំត្រូវទៅកន្លែងនេះ app របស់ Gmail ហ្នឹងដើម្បីទទួល code ទីមានគេផ្ញើ code មកហើយយើងអាចឆែកមើលទៅនេះ code ដែលគេផ្ញើមក12 12អញ្ចឹងយើងចុចដាក់12 12ហ្នឹងមកអូខេឥឡូវ account ហ្នឹងយើងបង្កើតមែនទេកាត់បានហើយឥឡូវយើងចូលទៅក្នុងនាឡិកាដៃយើងបើកមុនដំបូងគឺវាឲ្យយើងជ្រើសរើសភាសាឥឡូវខ្ញុំជ្រើសរើសភាសាហើយមុនហ្នឹងអញ្ចឹងទៅខ្ញុំគ្រាន់តែចុច connect វា Wi-Fi ថាខ្ញុំអត់ដាក់ SIM ទេអញ្ចឹងមានតែ Wi-Fi ខ្ញុំជ្រើសរើសយក Wi-Fi អស់សិនខ្ញុំជ្រើសយក Wi-Fi connect ខ្ញុំដាក់ password Wi-Fi ខ្ញុំចូលទៅបងប្អូន password Wi-Fi របស់បងប្អូនមិនមែនយើងដាក់ប៉ុណ្្នឹងទៅហើយខ្ញុំដាក់ password Wi-Fi ចូលហើយខ្ញុំដាក់ password ខុសមិញនេះវា connect ខ្ញុំចុចលើថាមកអូខេតើបងប្អូន scroll មកខាងក្រោមចេះមកនេះគឺ QR code ហ្នឹងចុចលើទៅលើនេះដើម្បីវា set app អូខេកន្លែងនេះយើងរើស version ប្រទេសយើងអញ្ចឹងយើង scroll កន្លែងហ្នឹងសំខាន់ណាស់ម៉ោងប្រទេសអញ្ចឹងយើងត្រូវរក Cambodia scroll រក Cambodia មកនេះប្រទេសយើង Cambodia យើងចុចលើហ្នឹងមកតិចវាមុនហ្នឹងវាដល់ហើយយើង scroll ក្រោមហ្នឹងចុចនេះទៅអូខេអញ្ចឹងយើងអាចធ្វើការភ្ជាប់បានហើយយើងចុចកន្លែងនេះមួយយើងធ្វើការ scan វាភ្ជាប់មកយើងចុច tick នេះមួយទៀតយើង scan ភ្ជាប់បានហើយយើង send សារថ្មីសិនយើងសារដាក់វាចំទៅមកអូខេនេះយើងចុចសញ្ញាយើងចុចលេខមួយចុច tick យើងចុចពី complete អានេះយើងតម្រូវលើទូរស័ព្ទម្ដងលើទូរស័ព្ទនេះយើងដាក់ឈ្មោះកូនមកកូនឈ្មោះយើងដាក់ហ្នឹងមកហើយលេខទូរស័ព្ទរបស់នាឡិកាដៃតានេះថាតានាឡិកាដៃនេះអត់មាន SIM ខ្ញុំចិត្តដាក់លេខទូរស័ព្ទហ្នឹងសិនទេខ្ញុំដាក់លេខទូរស័ព្ទហ្នឹងសិនទៅកន្លែងនេះទូរស័ព្ទហ្នឹងរបស់ប៉ាយើងដាក់ឈ្មោះប៉ាមកអូខេយើងដាក់លេខទូរស័ព្ទរបស់គាត់កន្លែងនេះមកយើងចុចទៅទៀតទៅយើងបើក location history នេះមកវា complete អូខេហើយតើមកលេខកន្លែងមួយ location របស់នាឡិកាដៃហ្នឹងហើយភាសាវាចូលមុនដំបូងវាចេញទម្រង់បែបហ្នឹងយើងចុច refresh វាមួយទៅ refresh វាទៅវាមកផ្លែតវា load ឲ្យយើងវិញទីហ្នឹងវានឹងចាប់ទីតាំងឲ្យយើងមកហើយណាមកហើយមកទីតាំងយើងហ្នឹងអញ្ចឹងការភ្ជាប់គឺរួចរាល់ហើយហើយកន្លែងនេះកន្លែងយើងឆាតជាមួយនឹងគាត់នេះឈ្មោះគាត់ហ្នឹងយើងឆាតទៅយើងសរសេរអក្សរកន្លែងនេះតែបើថាយើងអត់សរសេរអក្សរទេយើងចង់ voice យើងចុចចង្កត់លើនេះឲ្យជាប់អញ្ចឹងទៅគឺ voice ទៅគាត់ហើយយើងអាចឆែកមើលសិននេះយើងអាច voice ទៅវិញទៅមកបានឆាតទៅគ្នាទៅវិញទៅមកបានណារត់ទៅហើយ
អូខេ